សិស្ដីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់វីដេអូសម្រាប់រឿងទេពអប្សរតូចដែលជាអេពីសូតទី6របស់យើងសាច់រឿងក៏ចាប់ផ្ដើមឡើងនៅពេលដែលសត្វនឹងវាក៏មកគេហើយវាក៏បានបើកការវាយប្រហារឡើយវាគ្រាន់តែបន្លែងទៅលើទេពអប្សរតូចតែប៉ុណ្ណោះដែលបន្តពេលបន្លែងចឡើងហើយទេពអប្សរតូចប្រាប់ទៅកាន់សៀប៉ៃថាមិនអីទេព្រះសង្គ្រាមគឺជាបុគ្គលល្អទេចាំបាច់បារម្ភទេដែលបន្តពេលប្រាប់ហើយនាងក៏បញ្ចេញរចនារបស់វាមកបន្តពេលបញ្ចេញមកហើយវាក៏ចាប់ផ្ដើមប្រលឹបបន្ទបយកតែម្ដងហើយក៏តំពាយ៉ាងឆ្ងាញ់ពិសាតែម្ដងបន្តមកទេពអប្សរតូចកសួរទៅដល់ព្រះនៃសង្គ្រាមថាចង់ញ៉ាំទេព្រះសង្គ្រាមគេក៏ហាក់ដូចជាមានអារម្មណ៍ថាអៀនណាមិនទេប្រសោះនាងក៏នៅតែបន្តហៅទៅកាន់គេថាសាមើលទៅដែលបន្តមកគេក៏បានអរគុណហើយយកទៅញ៉ាំទៅនាងក៏សួរថាមិនដែរងាញ់អត់ហើយនាងក៏ប្រាប់ថាលើក្រោយបើសិនជាគេចង់ញ៉ាំអ្វីនោះលើក្រោយគ្រាន់តែអរណាម្នាក់ផ្ញើសារមកបានហើយណានឈើគេក៏បានអរគុណបន្តមកគេក៏សួរថាតើហេតុអ្វីបានជាសៀប៉ៃស្ដាប់បង្គាប់របស់នាងម្លេះនាងក៏បានតបថានៅគឺសារតែនាងគឺជាម្ចាស់របស់គេនាងក៏បន្តថាសៀប៉ៃធំតែមេទេប៉ុន្តែចរិតរបស់គេនៅក្មេងនៅពេលដែលសួរយូរចុងក្រោយត្រូវបានស្លាប់នោះសៀប៉ៃគេមិនតន់យកចេញពីសុទ្ធនៅឡើយទេគេអាចរស់នៅបានក្រោមទៅជាតម្រងនៃសុទ្ធវិញ្ញាណតែប៉ុណ្ណោះនាងក៏បានជាមើលថែគេតាំងពីពេលនោះមកនៅកន្លែងពេលណានឈើគេក៏ចាំបាយត្រាប៉ុន្តែនាងក៏បានខត់បើសិនជាយើងធ្វើបែបនេះវាប្រកាសជាជួនទៅដឹងតែកាន់សមាជិកនៃវិមានគុជទាំងមូលហើយនាងក៏បានកាត់អំពីរចនានៅនិមិត្តសញ្ញាត្រានេះបន្តពេលកាត់ហើយនាងក៏បានឃើញថាតាមប្រតែវាគឺជានិមិត្តសញ្ញារបស់ជៀនដែលគឺជាជៀនដបងពេជ្រដែលម្ចាស់វិមានធ្លាប់បានពាក់ដែលយើងកណនីតាមពេលវេលានៅពេលនេះម្ចាស់វិមានប្រហែលជាពងវិចទឹកនៅក្នុងអាងទឹកក្តៅនាងក៏មិនដឹងថាមានវិធីអាចជួយលុយបានដែរទេណានឈើគេក៏បានតបថាចាំបាច់ឡើយបើគិតពីកម្លាំងរបស់នាងគ្មាននៅកន្លោជាមួយម្ចាស់វិមានលេងយូរឡើយដែលបានថាប្រទេសនាងក៏បានគិតថាចឹងគូធ្វើមិនតែណោះបើសិនជាឲ្យណានឈើទៅយកកាន់តាហានិភ័យងាយនឹងបែកការមែនតើនៅពេលនេះនាងក៏មិនដឹងថារកវិធីអ្វីឡើយបន្តមកនិយាយទៅកាន់សៀប៉ៃថានៅពេលនេះនំអស់ហើយចាំថ្ងៃស្អែកចាំនាងយកឲ្យទៀតណាគេក៏បានយកព្រមបន្តមកក៏បញ្ចេញនៅអ្វីទេបើចូលទៅកាន់ចំណុចកណ្ដាលនៃត្រានៃការបង្កើតក៏ស្រាប់តែរណាំងគេនេះវាក៏ចាប់ផ្ដើមបើកអូតូម៉ាទិកនាងក៏ពេញសប្បាយចិត្តមែនតើនៅពេលនេះត្រាត្រូវបានបើកហើយយ៉ាសៀប៉ៃឯងពេញអស់ចាមែនតើតាមពិតទៅម្ចាស់វាមានទុកសោជាមួយឯងសោះដែលបន្តមកពួកគេទាំងពីរក៏បានចូលទៅណានឈើគឺក៏បានប្រកូលនៅប្រអប់មួយព្រមទាំងបានអរគុណទៅកាន់នាងនៅពេលនាងបើកមើលហើយក៏បានសួរថាហេតុអ្វីទៅបានជាពលិនៃគុជម្នេះមានភាពស្អាតម្ល៉េះណានឈើគេក៏ប្រាប់ថាដោយសារតែគេមានរបួសនាងក៏បានប្រាប់ថាបើសិនជាអញ្ចឹងទៅហើយតើគេអាចត្រាំជាមួយនឹងប្រតិកម្មនៅវិជាហាមខត់មួយនេះយ៉ាងម៉េចទៅគេក៏ប្រាប់ថាឲ្យតែគេអាចប្រឆាំងជាមួយកុលសម្ព័ន្ធអាចកបាំងបាននោះត្រកូលព្រះប្រកាសជាមានសន្តិភាពអំពីគ្រោះមហន្តរាយរួចក៏បានប្រាប់តែកាន់នឹងឲ្យចាប់ផ្ដើមទៅនាងគេចាប់ផ្ដើមដំណើរការចឡើងបោះគុជឡើងទៅលើចំហាយគេចាប់ផ្ដើមសាយភាយរួចក៏បានផ្ទុះនៅចំហាយម្ដងទៀតបន្តមកនាងក៏បញ្ចូលនៅចំហាយទាំងអស់នោះឲ្យចូលទៅកាន់គុជរបស់គេក៏បានធ្វើរាងកាយរបស់គេហាក់ដូចជាមានការជឿចាប់បន្តមកគេក៏ហាក់ដូចជាមានអារម្មណ៍ថាជឿក្បាលមែនតើនៅក្នុងមនសិការមានតម្រងរាងកាយពីរដែលមួយគឺជាប្រតិកម្មខ្លាចជាបិសាចមួយគឺធម្មតានឹងឯងនៅពេលនេះចិត្តធម្មតារបស់គេក៏ពិតជាមានការស្រ័យមែនតើបន្តមកយើងក៏បានឃើញថាលើផ្ទៃមុខរបស់គេក៏មានសំណាងមកវិញទេវាក៏ចាប់ផ្ដើមលេចឡើងមកហើយគេក៏ពិតជាមានការជឿចាប់មែនតើបន្តពេលឃើញចឹងទៅប្រសតទុយពេកជាព្រមទៅបានប្រែប្រាំនៅបច្ចេកទេសរបស់នាងចលឡើងប្រហែលជា80វិនាទីមានតែចំហាយវ៉វាក៏បានហុំព័ទ្ធទៅលើរាងកាយរបស់គេនិងក៏បន្តថាបើសិនជាគេមានអារម្មណ៍ថាជីបចំមានការជឿចាប់ព្រមជាមួយធម្មពលរបស់គេវាពិតជាពិបាកនៅក្នុងការគ្រប់គ្រងវាមានន័យថាវិជាហាមឃាត់មានប្រសិទ្ធភាពហើយដូច្នេះគេត្រូវតែគ្រប់គ្រងទៅលើចិត្តរបស់គេស្ងប់ទៅដើម្បីកុំឲ្យមានការរវើរវាយបន្តពីណានឆាត្រូវបានស្រែកចលងកើភ្នែករបស់គេពោពេញទៅដោយតសៃឈាមនៃពេលនេះស្នាមដែលបានចេញមកវាក៏បានរលត់ទៅវិញហើយអ្វីៗក៏វាប្រែទៅជាធម្មតានឹងឯងបន្តមកវត្តធម្មពលរបស់នាងក៏បានទម្លាក់គេចូលមកក្រោមវិញមកនិងក៏បានជួនទៅកាន់គេមួយដៃទៅក៏បានធ្វើទេពអប្សរទៅភ្ញាក់ផ្អើលរួចនាងក៏បានសុំទោសជំនួសទៅព្រមទាំងបានសួរទៅកាន់គេថាតើមិនទេមែនទេគេក៏បានតបថាមិនទេនាងក៏បន្តថានៅពេលនេះបើទៅជាអំណាចនៃការវឹកហាត់របស់គេមានកម្លាំងខ្លាំងក៏ដោយមូលដ្ឋានគ្រឹះរបស់គេមានការខូចខាតទៅហើយបន្តមកក៏បច្ចេកនៅក្របបសតមួយក្របប្រាប់ទៅកាន់ណានឈើយកវាទៅលេបទៅក្រែងឲ្យប្រសាឡើងណានឈើគេពេកឆ្ងល់មែនតើហេតុអ្វីទៅបានជានាងអាចមានសត្វហួយឈុននេះមើលទៅសត្វហួយឈុននេះវាគឺជាកណ្ដប់ទ្រាប់របស់វិមានគុជហើយនាងក៏បានតបថាតាមពិតទៅនាងលួចវាចេញពីសាលសត្វបន្តមកណានឈើគេក៏បានលេបទៅព្រមទាំងបាននិយាយថានៅពេលដែលសមរភូមិត្រូវបានបញ្ចប់នោះគេប្រកាសជាបញ្យល់នៅបញ្ហាគ្រប់យ៉ាងទៅកាន់វិមានគុជចៃហើយបញ្ហាទាំងអស់វាក៏មិនពាក់ព័ន្ធជាមួយនាងឡើយដែលបន្តពីសម័យចប់ហើយទេពអប្សរតូចក៏បន្តថានេះពេលនោះនាងពេញជាមានការបារម្ភជាមួយណានឈើមែនតើព្រោះតែនាងក៏មិនដឹងថាសត្វនាងបានឲ្យវាមានប្រសិទ្ធភាពដែរទេណានឈើគេក៏បានសួរថាហេតុអ្វីបានជានាងមកស្ថិតនៅក្នុងរាងកាយម្ចាស់គោសម្ព័ន្ធដែលជារូបរាងកាយរបស់វ៉ាន់ទៅវិញនាងក៏បានតបថានោះគឺដោយសារតែនាងព្រមជាមួយវ៉ាន់ស្លាប់នៅក្នុងពេលតនាគ្នាបន្តមកពលឹងរបស់អ្នកទាំងពីរក៏ត្រូវបានជាប់គាំងហើយបន្តមកក៏ត្រូវបានកោះហៅដោយទង់ពលឹងរបស់គោសម្ព័ន្ធលាក់បាំងនឹងឯងហើយនាងក៏មិនដឹងថារឿងមួយក៏មកពីនាងយកឈ្នះឬក៏បង្ក្រាបតែលើម្ចាស់ស្រីនៃគោសម្ព័ន្ធឬក៏មិនដឹងទេទើបបានជានាងមកកាន់កាប់នៅលើរាងកាយមួយនេះណានឈើគេពិតជាមិនយល់ឡើយបន្តមកនាងក៏បញ្យល់ថាតាមពិតទៅ
វ៉ាន់នាងក៏មិនបានស្លាប់ឡើយព្រោះតែខ្លឹមសារសេះសល់វិញ្ញាណរបស់នាងវាក៏នៅតែនៅដាក់ចំនៅក្នុងរាងកាយមួយនេះយូរនាងក៏ចេញមកម្ដងចឹងទៅនិងក៏ថែមទាំងបរៀននាងអំពីវិជានៃគោលសម្ព័ន្ធលាក់បាំងនាងក៏ថែមទាំងប្រកូនអាវុធវេទមន្តរបស់នាងនិងក៏សួរទៅកណ្ដាលឈើថាតើគេយល់យ៉ាងណាដែរអំពីបញ្ហានេះគិតថានេះគឺជាអន្តៈរបស់នាងទេទេពសាទោនាងក៏បានគិតថាវ៉ាន់ប្រហែលជាចង់ឲ្យនាងឆ្លងវែងនៅអំណាចធម្មពលមួយនេះដើម្បីឲ្យចង់ក្រោយទេបញ្ចប់របស់នាងប្រែពីទេពសាទោទៅជាមនុស្សអាក្រក់ម្នាក់ដែលដូចជាវ៉ាន់ចឹងឯងណានឈើគេក៏បានគិតថាតាមពិតតែវ៉ាន់នៅទីនេះសោះអញ្ចឹងយោជាយ៉ាដែលជាទេពសាទោក៏បន្តថាអ្វីដែលសំខាន់មុខរបស់វ៉ាន់ពិតជាដូចជាមួយនឹងយោជាយ៉ាមែនតើតើវាអាចទៅរួចទេដែលអ្នកទាំងពីរមានអ្នកថ្មវិញ្ញាណនៃជីវិតដូចគ្នានោះព្រោះតែពួកគេទាំងពីរបានសរុបយកនៅខ្លឹមសារព្រះអាទិត្យនិងព្រះច័ន្ទដូចគ្នាទើបបានជាតម្រង់នៃរាងកាយមើលទៅដូចគ្នាចឹងឯងណានឈើគេក៏សួរថាចុះស្រុកកំណើតនាងនៅណាទៅនាងក៏បានតបថាដើមកំណើតនាងគឺនៅភ្នំពូសានបន្ទាប់ពីលើចឹងណានឈើគេក៏បានសម័យកាលពីគេនៅតូចគេបានគួយក្បាលនៅក្មេងស្រីម្នាក់ក៏បានធ្វើគេមានការគិតបន្តិចនាងក៏សួរថាតើមានបញ្ហាអ្វីមែនរួចក៏បានប្រាប់ទៅកាន់នាងថាតម្រង់ដើមរបស់ហឺវ៉ាន់មិនមែនជាថ្មវិញ្ញាណនៃជីវិតឡើយគឺនាងមានដើមកំណើតនៅភ្នំពូសាននឹងឯងមើលទៅនាងក៏ប្រហែលជាធ្លាប់ស្គាល់នាងហើយនេះហើយគឺជាមូលហេតុដែលនាងមាននៅមុខមកដូចជាហឺវ៉ាន់បន្ទាប់ពីលើសូកាបោះសេនាងក៏បានគិតថាយល់ហើយប៉ុន្តែនៅក្នុងចិត្តរបស់នាងគ្មានការគិតចឹងឡើយព្រោះតែនៅពេលនេះគ្មានអ្វីក្រៅពីការធ្វើខ្លួនឯងឲ្យខ្លាចជាអ្នកដទៃតែប៉ុណ្ណោះដែលបន្តមកនាងក៏ពេញឆ្ងល់មែនទែនហើយអ្វីបានជាណានឈើបានដឹងច្បាស់ពីព័ត៌មានរបស់ហឺវ៉ាន់ម៉េះបន្តមកណានឈើគេក៏បញ្ចេញនូវព័ត៌មានរបស់គេវាគឺជាព័ត៌មាននៃការប្រមូលផ្ដុំនៅវិញ្ញាណដើម្បីបញ្ជាក់អំពីអត្តសញ្ញាណនៃការពិតចឹងណាគេក៏ចាប់ផ្ដើមពិនិត្យមើលមនសិការរបស់យូជាយ៉ាងនៅពេលនេះដួងព្រលឹងរបស់នាងគឺសល់តែចំហាយរបស់វ៉ាន់ដែលបានផ្សារភ្ជាប់នៅក្នុងវិញ្ញាណរបស់នាងប៉ុន្តែចុះហេតុអ្វីបានជាព្រលឹងរបស់នាងមិនត្រូវបានរកឃើញមើលទៅក៏ប្រហែលជាបញ្ហាមកពីព្រលឹងទាំងពីរមិនអាចរួមបញ្ចូលគ្នាបានពេញលេញតើវាអាចជាបន្តមកនាងក៏សួរថាតើជាអ្វីទៅតើព្រះនៅសង្គ្រាមមិនដឹងទេមែនទេឬមួយក៏មកពីដួងវិញ្ញាណរបស់ម្ចាស់គោសម្ព័ន្ធខ្លាំងពេកបើអញ្ចឹងមែនហើយគួរតែរាយការណ៍ពីបញ្ហានេះដើម្បីឲ្យឋានសួគ៌បានដឹងពីព័ត៌មាននេះឬក៏ប្រញាប់ចាត់វិធានការទៅលើអំពើអាក្រក់គេក៏បានតបថាទៅបើជារាយការណ៍ក៏អត់ប្រយោជន៍ដែរព្រោះតែរូបរាងកាយរបស់នាងគឺជារបស់ហឺវ៉ាន់បើទៅបើជាយូជាយ៉ាវត្រូវបានគ្រប់គ្រងរាងកាយមួយនេះខ្លាចជាម្ចាស់កម្មសិទ្ធិក៏ដោយវាក៏នៅតែមានចំហាយក្លិនរបស់ហឺវ៉ាន់នាងក៏សួរថាចុះវ៉ាន់អាចមកវិញទេព្រោះតែនាងចង់ចាក់ចេញពីរាងកាយមួយនេះត្រឡប់ទៅកាន់រាងកាយចាស់ខ្លាចជាទេពសាវិញគេក៏បានតបថាមិនអាចទៅរួចទេនៅពេលដែលព្រលឹងរបស់នាងត្រូវបានយកចេញនោះខ្លាចថាព្រលឹងរបស់នាងគឺត្រូវបានបំផ្លាញបើសិនជាត្រូវបានដកចេញពីរាងកាយមួយនេះតើតាមណាសើគឺចាប់ផ្ដើមបញ្ចេញនៅខ្លឹមសារឈាមរបស់គេមកចាក់បញ្ចូលទៅកាន់ប៉មនៃការប្រមូលផ្ដុំព្រលឹងរួចចាក់បញ្ចូលទៅកាន់រាងកាយរបស់នាងបន្តមកក៏បានប្រាប់ទៅកាន់នាងថានៅពេលនេះកុំឲ្យនាងមានការបារម្ភអីព្រោះតែដួងព្រលឹងរបស់នាងនៅពេលនេះគឺមានស្ថិរភាពហើយហើយក៏គ្មានបញ្ហាអ្វីកាត់ឡើងឡើយគ្រាន់តែរងចាំនៅក្នុងការស្វែងរកនៅបំណែកព្រលឹងរបស់ហឺវ៉ាន់ដែលត្រូវបានបែកខ្ញែកនៅពេលនោះគេរកវិធីសាស្ត្រនៅក្នុងការទាញយកនៅព្រលឹងរបស់នាងដើម្បីចាក់ចេញពីរាងកាយមួយនេះត្រឡប់ចូលទៅកាន់រាងកាយរបស់ទេពសាទោវិញនាងក៏សួរថាតើពិតមែនទេគេក៏បានតបថារឿងនេះវាពិតជាសមហេតុផលសម្រាប់នាងព្រោះតែនាងគឺបានជួយគេច្រើនកន្លងមកនៅពេលនេះគួរទៅដល់ពេលដែលគេតបស្នងនៅទង្វើនៃការសងគុណទៅកាន់នាងហើយនៅកណ្ដាលពេលនោះស្រាប់តែឈាមរបស់គេចាប់ផ្ដើមហូរទេពសាទោពិតជាប្រមិនតាមគេក៏ប្រាប់ថាមិនអីទេគ្រាន់តែក្តៅក្នុងតែប៉ុណ្ណោះប៉ុន្តែគេក៏ចាប់ផ្ដើមស្លាប់ឈឹងទៅនាងក៏ពិតជាប្រមិនតាមហើយគេស្រោបពេកជាមួយគ្នាប្រសោតរបស់យើងក៏ស្លាកកន្លែងនឹងឯង